សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី49នៅរឿងអ្នកប្រយុទ្ធឈប់ចម្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលលោកពូគណៈកម្មការក៏បាននិយាយទៀតហើយតែភ្នែករបស់គាត់មកច្រឡំហើយមែនត្រឹមតែមកផ្លែសោះមិត្តប្រុសរបស់ជីម៉ារ៉ានបានឡើងរហូតដល់90ពិន្ទុក៏លេខទៅមើលលីយ៉ុនហ្វាំងនេះវិញពិន្ទុរបស់គេគឺនៅថេ80ពិន្ទុដដែលគណៈកម្មការក៏បានវិនិច្ឆ័យថាមើលទៅលីយ៉ុនហ្វាំងខ្មាស់គេមិនស្ទើរទេដែលគេតដៃឲ្យហើយនៅតែមិនអាចឈ្នះបានដោយក៏លេខទៅមើលនៃការប្រកួតនេះវិញយើងក៏បានឃើញថាក្រោះតែបានលោតមកភ្លាមហានសាន់ចុចយកតែម្ដងចំណែកលីយ៉ុនហ្វាំងវិញរេដៃចង់ចុចដែរប៉ុន្តែចុចមិនទាន់ជីម៉ារ៉ានបានឃើញចឹងបើកភ្នែកឡើងធំជាពិសេសមើលរបស់នាងក៏បានលាន់មកថាមើលទៅគាត់ដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងលបឿនដៃគាត់ក៏ពិតជាលឿនយកក៏មែនទេនេះនៅខាងហានសាន់នេះវិញស៊ីជីកាងក៏នៅតែសរសើរទៅកាន់ហានសាន់ម្ដាយពីមាត់ហើយហានសាន់ក៏បានកើតផងដែរថាបន្ទាប់ពីសារនៃព្រះបានកើនឡើងអញ្ចឹងក៏បានធ្វើឲ្យរាងកាយរបស់គាត់ហើយនឹងកម្លាំងអីផ្សេងកើនឡើងទៅតាមនឹងដែរចំពោះលបឿនប៉ុណ្ណេះមើលនៅក្នុងភ្នែកខ្ញុំក៏នៅយឺតណាស់ដល់អញ្ចឹងក៏បានបង្ហើយតែចុងក្រោយនេះក៏បានធ្វើឲ្យគាត់បាន100ពិន្ទុនិងបញ្ចប់នៃការប្រកួតដែលគាត់បានយកឈ្នះទៅកាន់លីយ៉ុនហ្វាំងបានផលិតផល80 ដល់100បែបនេះហើយជីម៉ារ៉ានកាន់តែផ្សាយបើជាងមុនថែមទៀតឯងចំណែកលីយ៉ុនហ្វាំងក៏បានលាន់មកថាវាពិតជាមិនអាចទៅរួចនោះទេតែខ្ញុំអាចចាញ់បានដោយរបៀបណាទៅសាច់រឿងក៏បានកាត់ទៅដល់យប់ឡើងក្រុមហានសិនក៏បានជប់លៀងដែលហានសិនយកឈ្នះស៊ីជីកានគេបាននិយាយថាលើនៅសាលាទាំងមូលក៏សុទ្ធតែនិយាយអំពីលីយ៉ុនហ្វាំងដែលបានចាញ់ទៅលើឯងហើយថែមទាំងពេលនេះគាត់ត្រូវបានគេបណ្តេញចេញពីក្រុមទៀតមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់គេមានក្តីអាម៉ាស់យ៉ាងខ្លាំងហើយមិនស័ក្តិសមស្ថិតនៅក្នុងកំពូលនៃចំណាត់ថ្នាក់ទៀតឡើយម្នាក់សក្រហមនឹងអេដមីនទៅដឹងឈ្មោះហើយគេមានឈ្មោះថាឡានសៀវគេក៏បាននិយាយថាប៉ុន្តែក៏មានមនុស្សយ៉ាងច្រើនណាស់ចង់ដឹងអំពីអត្តសញ្ញាណពិតរបស់មិត្តប្រុសជីម៉ារ៉ានព្រមពេចនឹងដែរយើងក៏បានឃើញជាមួយនឹងវងម៉ងគឺបានមកដល់ទីហ្នឹងក៏ដូចជាបានហៅទៅកាន់លបងសិនផងដែរគឺពិតជាលោកពិតមែនហើយក៏មិននឹកស្មានដល់នោះទេថាខ្ញុំបានជួលលបងនៅទីនេះមិនត្រឹមតែប៉ុណ្ណឹងនោះទេនាងក៏បានមិត្តភ័ក្តិនាងទាំងពីរសួស្ដីទៅកាន់ហានសាន់ទៀតផងអញ្ចឹងចានេះក៏បានសួស្ដីទៅកាន់ហានសាន់ហើយនាងក៏មានឈ្មោះថាលីចិនចាម្នាក់ទៀតវិញក៏បានធ្លាប់ឮម៉ងយ៉ាងអំពីលោកដូចគ្នាហើយខ្ញុំមានឈ្មោះថាវងឆិនហានសាន់យ៉ាងនេះវិញក៏បានរាក់ទាក់ទៅកាន់អ្នកទាំង3ដូចគ្នាហើយមិននឹកស្មានដល់ដូចគ្នាតែបានជួបម៉ងនៅទីនេះដល់អញ្ចឹងយើងមកទៅកាន់ស៊ីជីកាងទៅបានចាប់ហានសាន់និងបានសួរថាតើឯងបានស្គាល់ស្រីស្អាតទាំង3នាក់នេះពីពេលណាមកសំបីតឡានសៀវជាមួយនឹងលអម៉ងក៏បាននិយាយផងដែរថាជាមួយសមត្ថភាពអាទី3នៅពេលនេះហើយតាក់តូនស្រី3នាក់ក្នុងពេលតែមួយក៏ពិតជាមិនមានអ្វីឆ្ងល់ដែរហើយក៏ពិតជាអស្ចារ្យមែនទែនហានសាន់ក៏ព្យាយាមបកស្រាយថាវាមិនមែនដូចជាអ្វីដែលអ្នកទាំងអស់គ្នាបានគិតឡើយចំណែកម៉ងនឹងក៏បានសើចបន្តិចនិងបាននិយាយទៅកាន់ហានសាន់ដែលបានជួយលបងសិននៅពេលនេះខ្ញុំក៏មានរឿងចង់ស្ពឹងឲ្យលបងជួយនិយាយសម្ដៅទៅកាន់ហានសាន់តែប៉ុន្តែស៊ីជីកាងគេបានតបវិញមួយរឿងអ្វីប្រាប់មកខ្ញុំនឹងជួយអស់ពីសមត្ថភាពអញ្ចឹងម៉ងនេះក៏បានតបថាដោយសារតែក្លឹបរបស់នាងនៅពេលនេះគឺខ្វះកម្លាំងខ្ញុំសូមពឹងឲ្យអ្នកទាំងអស់គ្នាចូលរួមក្លឹបខ្ញុំនៅក្នុងពេលនោះពួកយើងក៏នឹងអាចហ្វឹកហាត់ក្នុងការបញ្ជាមនុស្សយន្តបានទាំងអស់គ្នាបានលើអញ្ចឹងនៅទាំង3នេះក៏ពិតជាមានការចាប់អារម្មណ៍មែនតែនស្រី3នាក់ប៉ុន្តែបើជាបង្កើតក្លឹបមនុស្សយន្តសម័យនៅពេលដែលបានឃើញអ្នកទាំង3បានឡើងបញ្ជាទៅលើមនុស្សយន្តទៀតផងសាច់រឿងយើងនៅពេលនេះក៏បានកាត់ទៅដល់ក្លឹបមនុស្សយន្តនេះវិញយើងក៏បានឃើញជាមួយនឹងមនុស្ស2នាក់នៅឈរយាមនៅទីហ្នឹងដែល2នាក់ហ្នឹងក៏ជាសមាជិកក្លឹបមនុស្សយន្តនឹងដែរនឹងបានសួរទៅកាន់អ្នកទាំង4មកទីនេះគឺដើម្បីនឹងចូលរួមជាមួយនឹងក្លឹបមនុស្សយន្តមែនតែនៅភាពពិតជាក់ស្ដែងនេះទាំង4មកពីក្លឹបបាញ់ព្រួយនិយាយរួមតែ2នាក់ហ្នឹងហាក់បីដូចជាមិនចង់ឲ្យក្រុមហានសិនចូលអញ្ចឹងទៅហានសិនក៏បានតបវិញថាបើមិនគុំតែក្មេងស្រីទាំង3នាក់នោះចេញគាត់ទេក៏គាត់មិនមកដែរអញ្ចឹងគេនឹងក៏បានតបវិញថាបើសិនជាចូលក្លឹបមួយនេះមានរាងកាយធម្មតាអីនឹងជៀសចេញផុតទៅនិយាយចប់ក៏បានឃើញថាម៉ងបានអូសដៃហានសិនទៅនឹងបានប្រាប់ទៅកាន់អ្នកទាំងពីរថាកុំឲ្យបារម្ភអីលបងសិនជាមួយនឹងមិត្តភ័ក្តិគាត់នឹងមិនធ្វើអ្នកទាំងពីរអស់សង្ឃឹមឡើយបន្តទៀតនឹងនាំហានសិនទៅកន្លែងហ្វឹកហាត់បន្តបញ្ចូលទៅដល់ហើយនឹងហានសិនក៏ពិតជាមានការផ្សាយផ្អើលជាមួយនឹងក្លឹបមួយនេះដែរដោយសារតែក្លឹបនេះប្រើប្រាស់ឧបករណ៍ដែលមានទម្ងន់ធ្ងន់ក្នុងការហ្វឹកហាត់ចំណែកនេះដែរគឺជាមនុស្សយន្តសម្រាប់ហ្វឹកហាត់មនុស្សយន្តពណ៌ក្រហមមានឈ្មោះថា Reno T1 ចំណែកកណ្ដាលគេមានឈ្មោះថា Porter RS និងមនុស្សយន្តចុងក្រោយគេមានឈ្មោះថា Builder ក្នុងចំណោមទាំង3ក៏មានមនុស្សយន្តមួយទៀតដែលមានឈ្មោះថា Macha មានមុខងារសម្រាប់ការសាងសង់ដោយសារតែវាមានមាឌធំជាងមនុស្សយន្តទាំង3ផ្សេងទៀតដូច្នេះក្នុងការហ្វឹកហាត់ដើម្បីបញ្ជាវាក៏ពិតជាលំបាកដែរចំណែកនៅក្បែរនេះក៏មានបន្ទប់មេកានិកក្នុងការហ្វឹកហាត់ដូច្នេះទាំងអស់គ្នាក៏អាចចូលមកហ្វឹកហាត់នៅទីនេះបានគ្រប់ពេលបន្ទាប់ពីស្ដាប់ម៉ងរៀបរាប់ចប់ទាំង3នាក់នេះក៏ពិតជាមានការផ្សាយបានមែនតែជាលើកទី1ដែលគេបានឃើញជាមួយមនុស្សយន្តធំបែបនេះបើប្រៀបធៀបទៅគ្រឿងមេកានិកនៅទីនេះគឺពិតជាទំនើបជាងនៅក្នុងសាលាទៅទៀតបើសិនជាពួកយើងមកហ្វឹកហាត់នៅទីនេះរាល់ថ្ងៃតែមិនប្រកាន់ណាហើយម៉ងក៏បានតបថាមិនជាអ្វីនោះទេហាងសាន់នេះវិញគាត់ក៏បានកើតផងដែរថាជាការល្អណាស់ដោយសារតែគាត់មិនចាំបាច់ទៅតម្រង់ជួរដើម្បីនឹងរៀនបញ្ជាមនុស្សយន្តនេះនៅសាលាទៀតទេគាត់អាចមកទីនេះបានក្នុងការហ្វឹកហាត់គ្រប់ពេលចំណែកសាយរៀនយើងនៅពេលនេះក៏បានកាសទៅដល់ទីតាំងមួយទៀតយើងក៏បានឃើញជាមួយនឹងគ្រូម្នាក់ដែលមានឈ្មោះថាលសៀងយ៉ាងគាត់បាន
សួរទៅកាន់នាយកសាលាតើពិតជាមិនស័ក្តិសមទេមែនដែលប្រកបនឹងមនុស្សយន្ត3នោះឲ្យទៅកាន់ក្លឹបមនុស្សយន្តហើយតែសិស្សធម្មតាអាចដោះស្រាយជាមួយនឹងវាបានដោយរបៀបណាទៅនាយកសាលាគាត់បានតទៅវិញទៅថាដោយសារតែពួកគេគឺជាមនុស្សដែលមានទេពកោសល្យតម្រូវក្នុងការរៀនឲ្យបានដិតដល់ដូច្នេះតើសាលាមិនផ្ដល់ឲ្យពួកគេនៅអ្វីដែលពួកគេចង់បានទេមែនប៉ុន្តែលោកគ្រូនឹងប្រហែលជាមិនកើតចឹងនោះទេគាត់បានតទៅកាន់នាយកវិញថាមើលទៅដោយសារតែប្រវត្តិគ្រួសារពួកគេជាគ្រួសារធំអញ្ចឹងទៅបានជានាយកមិនហ៊ានប៉ះពាល់ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនចង់ឲ្យគ្រឿងមេកានិកទាំង3នោះត្រូវបានបំផ្លាញឡើយដូច្នេះខ្ញុំត្រូវទៅយកវាមកវិញហើយអញ្ចឹងសារីយ៉ាងក៏ត្រូវឲ្យមិនចោលត្រឹមតែប៉ុណ្ណឹងនោះទេហើយក៏ជាភាគទី49នឹងឯងហើយចឹងบ๊ายបายជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី50នៅរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយលោកគ្រូលសៀងយ៉ាងបានលួចមកចូលក្នុងក្លឹបមនុស្សយន្តដោយគាត់ក៏បាននិយាយផងដែរថាការប្រកួត You Break Cap គឺជាចាប់ផ្ដើមពេលវេលាហ្វឹកហាត់គឺកាន់តែតឹងរ៉ឹងហើយនឹងមិនសល់ពេលច្រើនទេដូច្នេះពួកយើងត្រូវការនៅគ្រឿងមេកានិកជាចាំបាច់ដើម្បីនឹងហ្វឹកហាត់ហើយថ្ងៃនេះគាត់នឹងយកគ្រឿងមេកានិកទាំង3នោះចេញមិនថាទោះបីជាត្រូវប៉ះពាល់ទៅលើកូនអ្នកមានទាំង3នាក់នោះយ៉ាងណាក៏ដោយប៉ុន្តែក៏គ្មានចម្រើសអ្វីផ្សេងទៀតទេក៏ស្រាប់តែពេលនឹងបានធ្វើគាត់ក៏ពិតជាមានការផ្សាយបាល់មែនតែនដោយសារតែបានឃើញជាមួយនឹងមនុស្សយន្ត Sino T1 ត្រូវបានបញ្ជាដល់មនុស្សម្នាក់ដោយការបញ្ជាទៅលើមនុស្សយន្តនឹងគឺពិតជាល្អមែនតែនដូច្នេះគាត់បានគិតថានេះគឺជាគ្រូបង្វឹកថ្មីសរសើរផងដែរថាមានចំណេញល្អគួរសមអញ្ចឹងគាត់ក៏ចង់សាកល្បងផងដែរដូច្នេះគាត់បានឡើងជិះទៅលើមនុស្សយន្ត Builder រីឯមនុស្សយន្តនឹងបាញ់មិញនឹង Hansen គឺជាអ្នកបញ្ជានឹងឯងមិញនេះមានច្រឡំថាមនុស្សយន្ត Sino T1 ណាតាមពិតមិនមែនទេគឺជាម៉ាចាទេកំពុងតែបញ្ជាសបាយសោកក៏បានលោកសញ្ញាសនចេញមកដែលពិតជាមានការងឿងឆ្ងល់មែនតែនទស្សនាគេគឺជាអ្នកបញ្ជាមនុស្សយន្ត Builder ទៅគាត់សង្ស័យថាប្រហែលជាពីអ្នកលើកមុនដែលបានហាមឃាត់គាត់មិនឲ្យចូលមកក្នុងក្លឹបមនុស្សយន្តនឹងប៉ុន្តែគាត់ចុះគាត់ឡើងគឺពិតជាមិនអាចចាយដនទេកំពុងទីវេបកទៅកាន់ Hansen លោកគ្រូលគាត់បានគិតផងដែរថាអាចប្រើទៅលើមនុស្សយន្តម៉ាចាបានក៏ពិតជាមិនអន់នោះទេដូច្នេះគាត់នឹងបង្កើនការវាយប្រហារកាន់តែខ្លាំងជាងមុនដើម្បីស្វែងរកកម្លាំងពេទ្យលោកគ្រូថ្មីនឹងអញ្ចឹងក៏បានបញ្ចេញអាវុធចេញមកតែយើងមើលទៅដូចជារណាអញ្ចឹង Hansen បានឃើញអញ្ចឹងក៏ភ្ញាក់ផ្អើលណាស់ដែរគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះហើយអ្វីបានជាលេងមែនតែអញ្ចឹងស្របពេលនឹងគឺមានការវាយប្រហារមកពីដៃគូបដិបកដូច្នេះ Hansen ក៏បានយកដៃម្នេះយន្តគាត់ដើម្បីទៅរងនឹងបានកើតផងដែរថាកម្លាំងនៃការវាយប្រហារនេះគឺពិតជាមិនធម្មតានោះទេបើសិនជាមិនអាចជៀសវាងបាននឹងត្រូវកាត់ផ្ដាច់សំណាងល្អនៅពេលនឹងគាត់បានកិច្ចទៅក្រោយផុតលោកគ្រូល្អនេះវិញគឺពិតជាមានភាពសប្បាយរីករាយផងដែរដោយសារតែគាត់ខានប្រកួតបែបនេះតែមានអារម្មណ៍ថាសប្បាយបែបនេះយូរមកហើយអញ្ចឹងគាត់នឹងលែងអស់ដៃតែម្ដងអញ្ចឹងក៏បានបញ្ចេញអាវុធមកជាច្រើនទៀតចំណែក Hansen យ៉ាងនេះវិញបានឃើញអញ្ចឹងគឺកាន់តែភ័យនឹងនឹកស្មានថាពីអ្នកលើកមុនទោះបីជាគេបានខឹងគាត់យ៉ាងណាក៏ដោយប៉ុន្តែក៏មិនចាំបាច់លែងមែនតែនដល់ថ្នាក់ខោអញ្ចឹងដែរដែលបែបនេះយើងមើលទៅកាន់ Hansen យើងនៅពេលនេះទៅបញ្ជាទៅលើមនុស្សយន្តដៃញាប់យកមែនតែនមកដែលការអាវុធទាំង4ដូចគ្នាសម្រុកចូលទៅតបតជាមួយនឹងមនុស្សយន្តផ្សេងទៀតដែលបែបនេះក៏បានធ្វើលោកគ្រូល្អក៏ពិតជាមានការផ្ទះផ្អើលថាគ្រូថ្មីម្នាក់នេះក៏ពិតជាមិនធម្មតានោះទេដែលអាចវាយបកវិញក្នុងប្រតិកម្មខ្លាំងបែបនេះអញ្ចឹងទេពកោសល្យល្អបែបនេះមិននឹងអាចនៅក្នុងក្លឹបដែលទៅនឹងបើកថ្មីដោយរបៀបណាទៅដូច្នេះខ្ញុំត្រូវទៅរកវិធីដើម្បីនឹងនាំគាត់ទៅកាន់កន្លែងខ្ញុំរវល់ទៅគិតនឹងដែរក៏ត្រូវបានមនុស្សយន្តដែល Hansen បញ្ជាដាក់មួយជើងដែលបែបនេះបានធ្វើឲ្យការប្រកួតមួយនេះត្រូវបានបញ្ចប់លោកគ្រូល្អក៏ភ្ញាក់ផ្អើលណាស់ដែរហើយគាត់នឹងនិយាយល្អៗដើម្បីបញ្ចុះបញ្ចូលទៅកាន់គ្រូថ្មីនោះនៅពេលនឹងដែរ Hansen ក៏បានបើកទ្វារមនុស្សយន្តចេញលោកផងដែរថាដៃរបស់គាត់ហាក់បីដូចជាមានការស្ពឹកយ៉ាងខ្លាំងដោយសារតែការបញ្ជាមនុស្សយន្តគឺពិតជាលំបាកមែនតែនហើយបន្ទាប់ពីបានឃើញចឹងលោកគ្រូល្អក៏បានដឹងថាគេPXស្ថានសិស្សដូច្នេះគេត្រឹមតែសិស្សប៉ុណ្ណោះហើយបើសិនជាការសម្រាយបន្តទៀតហាក់បីដូចជាពិបាកស្ដាប់អីហ្នឹងក៏ជាស្រ័យផងដែរដោយសារតែមានសម្រាយបដើត្អើកបដើនិយាយរឿងទៅពិបាកយកមកហើយដូចដែលយើងបានដឹងចឹងថានៅពេលត្អើកកាន់តែនិយាយកាន់តែត្អើកបន្តទៅចុះមកវិញលោកគ្រូល្អក៏បានសួរទៅកាន់ Hansen តើឯងជាសិស្សមែនទេមកតទៅពេលនេះ Hansen ក៏បានដឹងថាមិនមែនជាមនុស្សពីរនាក់នោះទេ Hansen ក៏បានប្រាប់ទៅកាន់គាត់វិញថាខ្ញុំជាសិស្សម្នាក់ដែលមានឈ្មោះថា Hansen តែទៅចូលមកក្នុងក្លឹបនេះតែប៉ុណ្ណោះសួរទៅកាន់គាត់វិញតែគាត់គឺជាសិស្សច្បងមែនទេហើយអ្វីបានជាជំនាញនៃការប្រើប្រាស់មនុស្សយន្តគាត់ក៏ពិតជាអស្ចារ្យបែបនេះសំណួរមួយនេះលាន់សៀងយ៉ាងមិនឆ្លើយនោះទេហើយនឹងបានសួរចំនួនថ្មីថាតើឯងធ្លាប់បានប្រើប្រាស់គ្រឿងយន្តពីមុនមកដែរអត់គាត់សួរចឹងដោយសារតែខ្លាចថា Hansen មកពីសាលាផ្សេងហើយមកយកព័ត៌មាននៅក្នុងសាលានេះអីចឹងទៅ Hansen នេះវិញគាត់បានតបវិញថាគាត់ទៅបានចូលរៀននៅក្នុងសាលានេះតែប៉ុណ្ណោះហើយមានសំណាងបានចូលមកក្នុងក្លឹបមនុស្សយន្តនេះអញ្ចឹងលាន់សៀងយ៉ាងបានសួរបន្តទៀតថាតើពីមុនមកឯងនៅក្លឹបណា Hansen ក៏បានតបថាក្លឹបបាញ់ព្រួញបើនិយាយថាក្លឹបក៏ខុសដែរនិយាយថាជំនាញព្រួញអីចឹង
ទៅលើអញ្ចឹងគាត់កាន់តែមានការផ្សាយផ្អើលមកពីជំនាញព្រួញប៉ុន្តែគេបែរជាមានទេពកោសល្យល្អបែបនេះអញ្ចឹងហានសិនក៏មិននៅយូរដែរគាត់បានលាទៅវិញហើយលើក្រោយពួកយើងប្រហែលជាមានការប្រកួតគ្នាទៀតហានសិនចាក់ចេញទៅបានលោកគ្រូលាស់ក៏នៅតែគិតថាមកពីជំនាញបាញ់ព្រួញប៉ុន្តែបែរជាមានរាងកាយសម្បទាល្អបែបនេះបើសិនជាយកគេមកបណ្ដុះបណ្ដាលបន្ថែមច្បាស់ណាស់ថាចំណាត់ថ្នាក់នៃ New Bravel Cup ពិតជាកើនឡើងដូច្នេះគាត់ពិតជាមិនអាចយកគេនៅក្លឹបនេះបន្តទៀតទេតែរឿងយ៉ាងនេះវិញក៏បានការទៅដល់ព្រឹកឡើងយើងក៏បានឃើញជាមួយនឹងមនុស្សទាំងអស់ដែលនៅក្នុងក្លឹបមនុស្សយន្តកំពុងតែពិភាក្សាគ្នាអំពីការប្រកួត New Bravel Cup ហ្នឹងឯងហានសិនយើងនៅវិញក៏បានចាប់អារម្មណ៍ហើយបានសួរទៅកាន់រង្វាន់ដែលទទួលបានម៉ងក៏បានតបថារង្វាន់ដែលទទួលបានត្រូវបានផ្ដល់ឲ្យចំណាត់ថ្នាក់ទាំង3ដែលមានដូចជាសត្វចម្លែកធម្មតាហើយនិងអាចរាយសត្វបន្ថែមជាមួយប្រភេទថ្មីនៃម៉ាចាហើយទាំងអស់ហ្នឹងក៏ពិតជាមានតម្លៃថ្លៃមែនតែនៅលើទីផ្សារបានលើអញ្ចឹងហានសិនក៏ពិតជាចាប់អារម្មណ៍មែនតែហើយគាត់នឹងចុះឈ្មោះចូលរួមក្នុងការប្រកួតតែបែបនេះ CG កាំងជាមួយនឹងលម៉ងក៏បាននិយាយថាតើវាពិតជាមិនលឿនទេមែនដែលហានសិនទៅហ្វឹកហាត់បានមួយថ្ងៃហ្នឹងហើយចង់ចូលរួមការប្រកួតនេះដែរគឺជាការប្រកួតតំណាងឲ្យក្លឹបទាំងមូលណាគឺមានតែឡាវសេវជាមួយនឹងវងម៉ងតែគិតថាហានសិនអាចធ្វើបានហើយសូម្បីតែពីរនាក់នេះក៏បានថាកុំឲ្យហានសិនធ្វើអ្វីផ្ដេសផ្ដាសដោយសារតែមានអ្វីខុសឆ្គងពួកយើងនឹងខ្លាចទៅជាសំណើចនៅក្នុងសាលាហានសិនក៏បានតបវិញថាកុំឲ្យពួកគេបារម្ភអីខ្ញុំគ្រាន់តែចង់ជោគជម្នះនៃការប្រកួតមួយនឹងហើយនឹងបង្កើនមុខមាត់ឲ្យក្លឹបដើម្បីក្លឹបកាន់តែបន្តរីកចម្រើនរំពេចនឹងយើងក៏បានឃើញជាមួយលោកគ្រូលាស់ក៏បានមកដល់ទីហ្នឹងហើយគាត់បានស្វែងរកមនុស្សម្នាក់ដែលមានឈ្មោះថាហានសិនបានឃើញអញ្ចឹងចៅទាំងពីរនាក់ក៏ឆ្ងល់ផងដែរហើយអ្វីបានជាគាត់មកទីនេះហើយគាត់នឹងគឺជាគ្រូបង្វឹកនៅក្នុងក្លឹបមេកានិកមួយទៀតអីចឹងទៅអ្នកដែលភ្ញាក់ផ្អើលជាងគេនឹងគឺជាហានសិននឹងឯងតែបានដឹងថាគាត់គឺជាគ្រូបង្វឹកដែរហើយយប់មិញគាត់ថែមទាំងបានប្រកួតជាមួយនឹងគ្រូបង្វឹកទៀតហើយអញ្ចឹងភ័ក្រនេះក៏ត្រូវបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយសំឡេង Michael Bond ចាប់ផ្ដើមបន្លឺផ្ដៅទៀតអីអញ្ចឹងគ្មានតែប៉ុណ្ណឹងទេបាយបាយជួបគ្នាវីដេអូក្រោយ